Now, so today, bong po met ne suksa pe sang kle. Chỉ mình to tiết ní dương mình to nơi mê riêng clay clay rồi dương. Chỉ pe sang kle hai nâng bỏ prai tới chỉ pe sang khmer sầm rạp bong poประชีพรถkhmerទាំងអស់គ្នាបាទ Lesson title មេចំណងជើងនៃមេរៀន a meaningful a meaningful job នឹង meaning បងប្អូន meaningful job ការងារដែលមានតម្លាភាពការងារដែលមានតម្លាភាពណា one student plus meaningful job នៅក្នុងនេះសិស្សបូកជាមួយនឹងរួមជាមួយនឹងការងារដែលមានតម្លាភាពណា yeah sentence ប្រយោគ when a student studies with purpose they prepare for a meaningful job in the future នៅក្នុងនេះគឺពេលសិស្សសិក្សាដោយមានគោលបំណងគាត់កំពុងត្រៀមខ្លួនសម្រាប់ការងារដែលមានតម្លាភាពនៅថ្ងៃអនាគត when a student studies with purpose they prepare for a meaningful job in the future យ៉ាងប្រែមួយ when នៅពេល a student សិស្សឬក៏និស្សិត studies សិក្សារៀនសូត្រ with purpose ជាមួយនឹងគោលបំណងមានគោលបំណងណា they prepare ពួកគេ prepare រៀបចំត្រៀមណា for សម្រាប់ a meaningful job ការងារដ៏មានតម្លាភាពដែលមានតម្លាភាពណា meaningful ដ៏មានអត្ថន័យជ្រាលជ្រៅឬក៏មានតម្លាភាព in the future នៅក្នុងពេលអនាគតនេះយើងបកប្រែមួយណា number 2 teachers plus meaningful job អញ្ចឹងពេលតម្លាភាពនេះគឺគ្រូក៏ត្រូវមានតម្លាភាពសិស្សក៏ត្រូវមានតម្លាភាពដែរអញ្ចឹងតើគ្រូមានតម្លាភាពបែបម៉េចណា teacher គ្រូបង្រៀន plus បូករួមជាមួយនឹង meaningful job ការងារដែលមានតម្លាភាពណា sentence ប្រយោគ a teacher who inspires students every day is doing a meaningful job អញ្ចឹងលោកគ្រូអ្នកគ្រូដែល inspire ដែលជំរុញណាលោកគ្រូអ្នកគ្រូដែលជំរុញសិស្សានុសិស្ស every day ជារៀងរាល់ថ្ងៃ is doing a meaningful job គឺកំពុងតែធ្វើនៅការងារដ៏មានតម្លាភាពអញ្ចឹងយើងប្រែជាខ្មែរថាគ្រូដែលជំរុញឲ្យសិស្សមានបំណងរៀនជារៀងរាល់ថ្ងៃគឺកំពុងធ្វើការងារដែលមានតម្លាភាពណា right មកក្រុមទៀតចំណុចទី3 people public people នឹងសាធារណជនណា plus meaningful job បូកជាមួយនឹងការងារដែលមានតម្លាភាពអូខេចាំមើល sentence ប្រយោគ when people serve their community with love their work becomes meaningful អញ្ចឹង when នៅពេលណា people សាធារណជនណា serve នឹងបាន serve នឹងជួយណាបំរើអញ្ចឹងទៅcommunity សហគមន៍ their របស់ពួកគេ with love ដោយសេចក្តីស្រឡាញ់ their work ការងាររបស់ពួកគេណា becomes ខ្លាយជា meaningful ខ្លាយទៅជាការងារដ៏មានតម្លាភាពអញ្ចឹងទៅអូខេអញ្ចឹងភាសាខ្មែរយើងបកថាពេលមនុស្សបំរើសហគមន៍របស់ខ្លួនដោយសេចក្តីស្រឡាញ់ការងាររបស់ពួកគេគឺមានតម្លាភាពផងដែរបាទអញ្ចឹងយើងមកខាងក្រោមចំណុចទី4 politics នយោបាយណា politics នយោបាយ politician អ្នកនយោបាយ politics អ្នកនយោបាយ plus meaningful job ការងារដែលមានតម្លាភាពអញ្ចឹង sentence ប្រយោគ a leader ប្រែថាអ្នកដឹកនាំបានដល់ប្រធានាធិបតីនាយករដ្ឋមន្ត្រី who works for justice and peace is doing a meaningful job in politics យើងមើលពាក្យមួយ leader ប្រែថាអ្នកដឹកនាំ who ដែល works ធ្វើការងារ for សម្រាប់ justice ប្រែថាយុត្តិធម៌ and peace ប្រែថាសុខសន្តិភាព is doing គឺកំពុងតែធ្វើនៅការងារ meaningful ដ៏មានតម្លាភាព in politics នៅក្នុងគោលនយោបាយអញ្ចឹងទៅ
នៅក្នុងភាសាខ្មែរគេយើងបកប្រែថាមេដឹកនាំណាដែលធ្វើការដើម្បីយុត្តិធម៌និងសន្តិភាពគឺកំពុងធ្វើការងារដែលមានតម្លាភាពក្នុងនយោបាយអូខេ